ហើយប្រកាសចៃលភីហើយពេលរៀងយប់តិចគេមានការសម្ដែងនៅល្ខោនបាសាក៏ដូចជាល្ខោនស្បែកធំហើយចុងក្រោយចាយើងមានការមានកម្មវិធីចុងក្រោយគេនោះគឺមានកម្មវិធីសំពះព្រះខែអមនៅក្នុងបណ្ដាប្រទេសហើយយើងមានការបាញ់កញ្ជ្រួលលេងសប្បាយទៀតគេថាខ្ញុំមកលើកនេះគឺថា